បាទជំរាបសួរបងប្អូនអរគ្នាបាទយើងមកជួបគ្នាទៀតហើយក្នុងនេះបាទយើងនិយាយច្រើនមុខងារតែម្ដងអូខេតោះបាទអញ្ចឹងយើង log ចូលដោយសារយើងមាន username ហើយអូខេបាទអញ្ចឹងទី1គ្នាយើងអាចមើលតាម menu នេះក៏បានបាទអញ្ចឹងយើងចូលទៅ tag exam នេះបើសិនជាមានគ្រូគាត់ដាក់សំណួរប្រឡងតាមរយៈ online ក្នុងថ្នាក់សំណួរខ្លីៗ quiz អីហ្នឹងបាទយើងអាច click កន្លែងហ្នឹងបានអូខេអញ្ចឹងមុននឹងទៅហ្នឹងគឺមាន message អញ្ចឹង message ហ្នឹងគឺគ្នាយើងអាចឆ្លងឆ្លើយគ្នាបាននៅក្នុងហ្នឹងទៅកាន់និស្សិតដូចគ្នាបាទអញ្ចឹងនៅកាន់ group អីចឹងទៅតែភាគច្រើនគឺគ្នាយើងពុំសូវប្រើហ្នឹងទេក្នុងការទំនាក់ទំនងបាទអូខេអញ្ចឹងមួយទៀតគឺយើងប្រើ tag exam អញ្ចឹង tag exam គឺដោយលោកគ្រូបានបញ្ជាក់អញ្ចឹងយើងអាចធ្វើការប្រឡងអញ្ចឹងការប្រឡងរបស់យើងប្រឡងសំណួរខ្លីៗនៅក្នុងហ្នឹងបាទដែលគ្រូបានដាក់ឲ្យគ្នាយើងអញ្ចឹងយើងអាចប្រឡង online តាមទូរស័ព្ទដៃរបស់យើងហ្នឹងក្នុងថ្នាក់ឬក៏ពីខាងក្រៅបាទអានេះបើសិនជាមានករណីគ្រូគាត់ប្រឡងបាទមួយទៀតគឺ Gmeet live ខ្លះនេះគឺគ្នាយើងអាចនឹងទៅធ្វើការប្រឡងដូចគ្នាដែរបាទយើងអាចមិនការប្រឡងនេះគឺយើងរៀនតាម online អាចរៀនពី AI system ហ្នឹងដោយតាមការ join link របស់យើងហ្នឹងបាទ link ក្នុងយើងហ្នឹងបាទហើយមួយទៀតគឺតកត announcement ទៅគ្នាយើងអាចមើលព័ត៌មានអីខ្លះនៅក្នុងហ្នឹងបើសិនជាមានការបង្ហោះអញ្ចឹងទៅអញ្ចឹងភាគច្រើនគឺគ្នាយើងមិនសូវមានទេព័ត៌មានហ្នឹងវាអត់ alert អីហ្នឹងតែយើងអាចមើលតាម Telegram បានអញ្ចឹងមួយទៀតគឺ take exam នេះកន្លែងដែលលោកគ្រូបានជំរាបមិញគឺនេះបាទសំទោសនេះ take exam នេះគឺយើងអាច click កន្លែងនេះបាន click មកគឺចូលទៅ take exam នឹងបានតែម្ដង click កន្លែងនេះបាទអូខេអញ្ចឹងគាត់បង្ហាញត្រួសៗអញ្ចឹងអត់មានអីនេះទេបាទអត់មានអីបាក់ទេអូខេបន្តមកទៀតគឺគ្នាយើងអាចមើលទៅលើការប្រើប្រាស់ទម្រង់កុំព្យូទ័រនៅក្នុង tag exam ក៏ដូចគ្នាចេញទម្រង់បែបនេះបើសិនជាមានមកវានឹង list ឲ្យយើងឡើងនេះបាទក្នុង Gmeet live ខ្លះនេះដូចគ្នាយើងគ្រាន់តែចុច join link ទៅអាចចូលទៅ link គ្រូបានហើយបាទហើយមួយទៀតគ្នាយើងក៏អាចចូលទៅមើល e-book នេះក៏បានពេលយើង click ទៅវានឹង load ទៅ tab មួយទៀតបាទចូលទៅក្នុងបណ្ណាល័យរបស់វិទ្យាស្ថានអញ្ចឹងយើងអាចមើលនៅក្នុងសភៅនេះអាចអានព័ត៌មានទាំងអស់ហ្នឹងអញ្ចឹងទៅបាទអញ្ចឹងយើងអាចអានវាឧទាហរណ៍យើងចុចអានមកបាទអូខេអញ្ចឹងបាទនេះយើងចុច next អញ្ចឹងទៅចាបាទអញ្ចឹងមកទម្រង់ទូរស័ព្ទអូខេវាចេញទម្រង់នេះបាទមានដូចគ្នាយើងអាច next អញ្ចឹងទៅមិនត្រឹមតែប៉ុណ្ណោះនេះគឺយើងប្រើទៅលើ web បាទអញ្ចឹងបើសិនជាគ្នាយើងប្រើប្រាស់បាទទៅលើmobile app បាទអញ្ចឹងអាចមាន interface ស្តៀងនឹងស្អាតជាងនឹងតិចទៀតបាទអូខេអញ្ចឹងនេះគឺជាខ្លីៗបាទពីព័ត៌មានពណ៌នាពីមនុស្សរបស់យើងនេះអញ្ចឹងយើងនៅមួយវីដេអូចុងក្រោយបាទអូខេយើងវីដេអូនេះយើងសូមបញ្ចប់តែប៉ុណ្្នេះបាទ